សូមចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូហោរាសាស្ត្រជារៀងរាល់ថ្ងៃខ្ញុំបាទសូមគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្ដាប់ហោរាសាស្ត្រប្រចាំថ្ងៃសៅរ៍បើមើលតាមតម្រាទិញរបស់នៅថ្ងៃសៅរ៍នេះរបស់នោះកាចណាស់មានភ្នែក7អន្លើតែបើមន្ត្រីរាជការមានឋានៈជាន់ខ្ពស់បើទិញនៅថ្ងៃនេះប្រែជាល្អប្រសើរដើម្បីចង់ដឹងថាជោគជតារាសីរបស់ពុកម៉ែបងប្អូនឡើងឬក៏ស្រុតចោះយ៉ាងណានោះសូមចុច like និង comment ពាក្យថាសាធុឬ comment លេខ8998ដើម្បីទទួលបានលាភសំណាងនិងទទួលបានពរជ័យពីឆ្នាំរបស់លោកអ្នកដើម្បីកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនរីរាយតាមដានស្ដាប់ជាមួយ Channel ខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលាភសំណាងឧបរាជចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលាភមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលាភសំណាងគឺពណ៌សនិងពណ៌លឿងលេខនាំលាភសំណាងលេខ48និង59សូម comment លេខ168យកលាភសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំជូតសម្រាប់អស់លោកអ្នកដែលឆ្នាំជូតជោគជតារាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅលើកំណាត់ផ្លូវតានតឹងដោយសារមានសភាពពិបាករស់ទៅមុខព្រោះទៅជួបតែភាពប្រទាំងប្រទើហើយក្រុមមនុស្សនៅជុំវិញចាំតែឈ្នាននេះនឹងមើលបំណាំបង្ករឿងរីការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នមានការកើតចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជាតិឆ្ងាយទៀតសោតជួបតែភាពរកម្មរកោសមិនស្ទើរដែររីបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វាយខ្វល់ជាញឹកញាប់ឆ្នាំឆ្លូវកូននាំលាភនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតคล้ายជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនាំលាភសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលាភសំណាងសនិងក្រហមលេខនាំលាភសំណាងលេខ11និង61សូម comment 168យកលាភសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំឆ្លូវសម្រាប់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវជោគជតារាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងតែព្រឺថ្លានឹងជួបតែក្តីសោមនស្សច្រើនលោកអ្នកអាចសម្រុកការងារបានហើយពីព្រោះថាផលជាផ្លែផ្កាហើយបង្វិញគួរជាទីកក់ក្ដៅផងចំណែកឯបើជាអ្នកប្រកបមុខរបរជួញដូររកស៊ីវិញតែងតែអាចទាក់ទាញអតិថិជនចាស់ថ្មីឲ្យចូលមកគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់ប្ដូរមុខរបរថ្មីផងដែរនោះក៏សមដោយប្រកបជានិច្ចរាយការធ្វើដំណើរទីជាតិឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ចឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាវាងវៃមានគំនិតភ្លឺថ្លាហើយអនាគតคล้ายជាអ្នកមានអំណាចម៉ោងនាំលាភសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលាភសំណាងសនិងផ្កាឈូកលេខនាំលាភសំណាងលេខ21និងលេខ82សូម comment 168យកលាភសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំខាលសម្រាប់អស់លោកអ្នកដែលកើតឆ្នាំខាលជោគជតារាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តោងតែមានការគិតមុខគិតក្រោយនិងពីព្រោះថាផលអាក្រក់នោះងាយនឹងកើតឡើងជាងសពមួយដងរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីក្នុងរយៈពេលនេះមុននឹងចង់បោះទុនអ្វីមួយត្រូវចេះគិតគូរឲ្យបានច្បាស់លាស់និងមុននឹងអនុវត្តជាក្រោយទើបអាចទទួលបានលទ្ធផលសម្រេចល្អប្រសើររីឯសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីមិនសូវចេះអត់ឱននឹងគ្នាប៉ុន្មានទេម្លោះហើយទើបកើតមានតែរឿងរ៉ាវរកម្មចិត្តចំពោះគ្នាច្រើនហើយពេលខ្លះក៏ត្រូវតម្លើងសរសៃកដាក់គ្នាទៀតផងឆ្នាំថោះទន្សាយមាសបារមីដេកជាប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតคล้ายជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនាំលាភសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលាភសំណាងពណ៌ទឹកក្រូចនិងសលេខនាំលាភសំណាង77និង89សូម comment 168យកលាភសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំថោះសម្រាប់អស់លោកអ្នកដែលកើតឆ្នាំថោះជោគជតារាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅ
ថ្ងៃនេះទោះបីការប្រកបការងារអ្វីលោកអ្នកងាយឆាប់ប៉ះទង្គិចជាមួយមនុស្សក្បែរខ្លួនក៏បីប្រយ័ត្នប្រយែងបន្តិចទៅពុំមានបញ្ហាចម្រូងចម្រាសណាមួយត្រូវនាំឲ្យឈឺក្បាលរីការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱននឹងគ្នាខ្លះទៅមានភាពសុខដុមនិងប្រកាសមិនសូវហូរធ្លុះធ្លាយចេញរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញនៅក្នុងថ្ងៃនេះផលចំណូលជួបការលំបាកហើយតតែស្វះស្វែងបន្តិចទៅប្រកាសហូរចូលអាចចិញ្ចឹមគ្រួសាររីឯបញ្ហាសេចក្តីស្នេហាកំណោះក្រមុំមានការជឿនលឿនទៅមុខនឹងផ្អែមល្ហែមប្រពៃឆ្នាំរោងនាគរាជមានฤទ្ធិមានអំណាចអ្នកតែងគិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការតូចធំរមែងតែងមានអ្នកគ្រប់គ្រងទំនុកបំរុងសពបែបយ៉ាងម៉ោងនោមលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នោមលៀបសំណាងពណ៌បៃតងនិងក្រហមលេខនោមលៀបសំណាងលេខ77និង99សូមខមមិន899យកលៀបសម្បត្តិគេហបតីចិនខ្ពស់ចំពោះឆ្នាំរោងសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងដែរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរថ្មីជាឱកាសល្អប្រពៃផងដែរព្រោះថាអាចនឹងមានការជឿនលឿនគ្រាន់គួរសមរីការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្ដៅផងឆ្នាំម្សាញ់ពស់ទេវតានាំលៀបឧបរាជចិញ្ចៀមមានជ័យជំនះមានមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងខ្មៅនិងសលេខនាំលៀបសំណាង69និង99សូមខមមិន168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំម្សាញ់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្ដើមពេញដៃពេញជើងបានហើយចំពោះបញ្ហាការងារប្រកាសនិងសុខភាពមានចោទជាបញ្ហាទេនិងបើមានការឈ្មោះឈ្មោលតែងតែជួបសេចក្តីសម្រេចដោយគប់បំណងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើននិងជាពិសេសឲ្យប្រយ័ត្នចំនួនវិវាទជាមួយអ្នកដទៃព្រោះតែការដណ្ដើមអតិថិជនគ្នារីបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំប្រុសស្រីមានការភ័យស្រួយចំនួនវិវាទហើយបើចេះអត់ឱននៃគ្នាខ្លះទៅពេចផុតពីរឿងរ៉ាវចម្រូងចម្រាសនេះទៅរួចឆ្នាំមមីសេះមេតបនំលៀបឧបរាជចិញ្ចៀមមានសំណាងឈ្នះរស់សត្រូវគ្រប់ច្រឡហកឡើងបនឡើងសាក់ឡើងទូនីតិម៉ោងនំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នំលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនំលៀបសំណាងលេខ20និង66សូមខមមិន999យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមីសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមីជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះបើទោះបីលោកអ្នកសម្រេចចិត្តធ្វើអ្វីក៏ដោយក៏បីមានការប្រយ័ត្នប្រយែងពីព្រោះតែអាចអូសបន្លាយពេលវេលាដល់ទៅច្រើនថ្ងៃទៀតផងទាំងស្ត្រីបុរសមិនត្រូវនាំយករឿងដាក់ខ្លួនឡើយជាពិសេសក្រុមមនុស្សដែលថាស្ដីរឿងរ៉ាវអាក្រក់ដាក់ចំពោះយើងក៏បីធ្វើគោថ្លង់ទៅប្រសើរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះមានការរីកចម្រើនលូតលាស់ទៅមុខយឺតហើយបើជួញទីជិតឆ្ងាយទៀតសោតនោះជួបគ្រោះចាញ់បោកគេថែមទៀតផងរីការធ្វើដំណើរទីជិតឆ្ងាយកើតមានភាពប្រទៀងប្រទើសដោយសារក្រុមមនុស្សបង្កបញ្ហាទុកឲ្យរាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការចាប់កំហុសគ្នាច្រើនហើយងាយកើតចំនួនវិវាទជាងផ្អែមល្ហែមផងឆ្នាំមមេពពេមាសបារមីដេជះមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនោមលៀបសំណាងម៉ោង6ដល់ម៉ោង8យប់ពណ៌នោមលៀបសំណាងខ្មៅនិងស្វាយលេខនោមលៀបសំណាង19និងលេខ29សូមខមមិន555យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមមេជោគជតារិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកអាចទទួលរងនូវផលប៉ះទង្គិចនឹងមានរឿងរ៉ាវយាយីមួយចំនួនត្រូវឆ្លងកាត់ផងដូច្នេះទោះធ្វើអ្វីក៏ដោយតែងតែមានការប្រយ័ត្នប្រយែងបន្តិចទៅមិនមានបញ្ហាអាក្រក់ណាមួយឈានចូលទៅកើតសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ី
វិញបើមានការជួញតិចចិត្តឆ្ងាយមានទោះខុសអ្វីទេព្រោះថាផលជាផ្លែផ្កាទទួលបានមកវិញក៏រីកចម្រើនលូតលាស់ទៅមុខសន្សឹមក្រុមបំពេញបំពង់ផងដែររីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកុំដើរហើរពាសវាលពាសការឬប្រព្រឹត្តស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងសោយកើតរឿងធំគ្មាននរណាជួយស្រោចស្រង់ទៅរួចឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងតែបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងខ្មៅលេខនាំលៀបសំណាងលេខ1និង69សូមខមមិន999យកលៀបសម្បត្តិអភិជនចំពោះឆ្នាំវោកសម្រាប់អស់លោកអ្នកដែលកើតឆ្នាំវោកជោគជតារាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានរឿងអ្វីមួយនាំឲ្យសប្បាយចិត្តផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីលៀបដែលធ្លាប់បោលហួសរំលងឬក៏ហោះរំលងនោះអាចឆោងចាប់បានខ្លះវិញហើយរាយការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំគុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែសម្រេចជោគជ័យដោយគបបំណងឆ្នាំរកាមន់ភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងតែស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនាំលៀបសំណាងលេខ27និងលេខ49សូមខមមិន999យកលៀបសម្បត្តិអភិជនចំពោះឆ្នាំរកាសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរកាជោគជតារាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះស្រដចុះនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងយកចិត្តត្រជាក់ដាក់ខ្លួនឲ្យបានមានកម្រិតខ្ពស់ទើបមានបញ្ហាចោទឡើងរាអ្នកប្រកបមុខរបរជួញដូររកស៊ីបើចង់បោះទុនអ្វីមួយកុំតក់ក្រហល់ឡើយបើពុំនោះទេនឹងជួបរឿងសោយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកស្ដាយក្រោយជាពំខានរាការធ្វើដំណើរទៅទិសឦសានឲ្យប្រយ័ត្នបញ្ហាក្រក់ចូលយាយីបន្តិចរីបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានដំណើរការប្រែប្រួលផ្លាស់ប្ដូរពីងាយទាំងផ្អែមល្ហែមនិងងាយទាំងទាស់ទែងគ្នាផងដែរឆ្នាំចសនក់មានលៀបមានសំណាងពោពេញដោយសុភមង្គលជាពិសេសអនាគតក្លាយជាសេដ្ឋីកហបតីឬអភិជនចិនខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នាំលៀបសំណាងពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនាំលៀបសំណាង45និង66សូមខមមិន168យកលៀបសម្បត្តិអភិជនចំពោះឆ្នាំចសម្រាប់អស់លោកអ្នកដែលកើតឆ្នាំចជោគជតារាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះទាំងស្ត្រីទាំងបុរសធ្វើអ្វីមួយក៏ដោយតែទៅជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះជួបតែបញ្ហាប្រទែងប្រទើហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នាននេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរាយការរស់នៅលោកអ្នកមានបញ្ហាច្រើននៅលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នកើតមានចំនួនណាមួយព្រោះតែបញ្ហានេះរាយការប្រកបមុខរបរជួញដូររកស៊ីជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយទៀតសោតជួបតែភាពប្រកម្មប្រកបមិនស្ទើរទេរាយបញ្ហាសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការប្រែប្រួលបដូរផ្លាស់ព្រោះជួនកាលក៏ល្អទៅជួនកាលក៏អាក្រក់នាំខ្វាយខ្វល់ជាញឹកញាប់ឆ្នាំកជ្រូកនោមលៀបសំណាងនោមសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងក្រហមលេខនោមលៀបសំណាងលេខ9និងលេខ61សូមខមមិន999យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំកសម្រាប់អស់លោកអ្នកដែលកើតឆ្នាំកជោគជតារាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរហេតុនេះបើចង់ធ្វើអ្វីក៏តែងតែផ្ដល់ផលជាផ្លែផ្កាមកវិញគ្រួនជាទីពេញចិត្តផងរាយការរស់នៅមានភាពសុខដុមនិងក្នុងរង្វង់គ្រួសារបើមានបញ្ហាចំនួនវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផងរាយអ្នកប្រកបមុខរបរជួញដូររកស៊ីវិញនៅក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបចំនួនអ្វីមួយជាឱកាសល្អប្រពៃបំផុតរាយការធ្វើដំណើរទៅយឺតឆ្ងាយតែងតែជួបក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះជាពេលវេលាល្អក្នុងការផ្សំគុំគ្រួសារបំផុត